bà bón choច្បាប់ទាំងពីរនេះចោលបីអ្នក trade ច្បាប់ទី1ដើមទុនរបស់យើងគឺជាស្ដេច protect your capital at all cost មានន័យថាការពារដើមទុនយើងឲ្យបានច្បាប់ទី2បាទត្រូវតែខាតតិចជាងចំណេញមានន័យថាចំណេញច្រើនជាងខាតគឺការប្រើ stop loss និយាយស្រួលប៉ុន្តែមានបងប្អូនជាច្រើនគាត់បោះបង់ច្បាប់ការប្រើ stop loss នេះចោលដោយសារគាត់គិតថាដាច់ stop loss រហូតដាច់ញឹកពេកអញ្ចឹងគាត់សុខចិត្តដាច់ account វាត្រូវពេលដែលគាត់សុខចិត្តដាច់ account វាអត់ងាយដាច់ stop loss ទេយូរម្ដងគាត់ដាច់ account ប៉ុន្តែបើសរុបទៅគឺការខាតវាច្រើនជាងចំណេញហើយបាទអញ្ចឹងដើម្បីការពារកុំឲ្យយើងខាតច្រើនជាងចំណេញគឺយើងត្រូវតែប្រើ stop loss ហើយ stop loss វាមានកម្រិតខ្លីអញ្ចឹងកាលណាក៏ប្រើ stop loss វាខ្លីជាង revert ពីព្រោះយើងត្រូវការឲ្យខាតតិចជាងចំណេញអញ្ចឹងយើងត្រូវកំណត់ការកាត់ខាតខ្លីជាងប្រវែងកាត់ចំណេញអញ្ចឹងកម្រិតចម្ងាយនោះគឺវាឆ្ងាយជាងអញ្ចឹងអាខ្លីជាងងាយដាច់ហើយជាពិសេសបើសិនយើងអត់ចេះវិភាគក្រាបទៀតគឺវាប្រកាសជាទៅ hit SL មុនហើយអញ្ចឹងយើងត្រូវតែរកវិធីខ្លួនឯងធ្វើយ៉ាងណាឲ្យ stop loss ហ្នឹងវាអស់តិចហើយចំណេញហ្នឹងវាបានច្រើនវិញប្រសើរជាងយើងទៅប្រើវិធីដែលធ្វើម៉េចឲ្យតែចំណេញខាតបានខាតទៅអាហ្នឹងគឺអត់បានផលទេសម្រាប់រយៈពេលវែងទៅមុខបាទច្បាប់ទី3ត្រូវចេះកាត់ខាតជារឿងសំខាន់បំផុតធម្មតាអ្នក trade គឺគ្រប់គ្នាគ្មានអ្នកណាដែល trade មិនចេះខាតទេគ្មានអ្នកណាដែល trade មិនចេះខុសទេទោះបី win rate ច្រើនក៏នៅតែមានខុសមានខាតដូចគ្នាអញ្ចឹងបើសិនជាយើងមិនព្រមទទួលស្គាល់ការខាតយើងមិនព្រមកាត់ខាតយើងនឹងបាត់បង់ដើមទុនទាំងស្រុងអញ្ចឹងការ trade របស់យើងគឺគ្មានអនាគតសម្រាប់វែងឆ្ងាយទៅមុខទេច្បាប់ទី4ទិសដៅទីផ្សារគឺជាមិត្តទិសដៅទីផ្សារគឺជាមិត្តមានន័យថាម៉េចគឺយើងត្រូវតែ follow the trend don't fight with the trend is a friend មានន័យថាយើងត្រូវតែសម្របទៅតាមទិសដៅទីផ្សារហើយយើងគួរតែ trade ទៅលើទីផ្សារដែលវាមានលំហូរទិសដៅច្បាស់លាស់អញ្ចឹងបើសិនយើង trade នៅក្នុងទីផ្សារដែលអត់សូវមានលំហូរច្បាស់លាស់ក៏ធ្វើឲ្យយើងពិបាកដែរបាទពីព្រោះយើងមិនអាចកំណត់ទិសដៅទីផ្សារច្បាស់ទី5សម្លាប់អារម្មណ៍របស់អ្នកមានន័យថាច្បាប់ទី5នេះគឺសម្លាប់អារម្មណ៍របស់យើងមានន័យថាម៉េចមានន័យថាយើងមិនប្រើអារម្មណ៍សោះនៅក្នុងការ trade ធម្មតាធម្មជាតិនៃមនុស្សគឺតែងតែមានអារម្មណ៍គ្មានអ្នកណាអត់មានអារម្មណ៍ទេប៉ុន្តែនៅពេលដែលយើងគោរពគ្រប់ច្បាប់ទាំងប៉ុន្មានខាងលើវាធ្វើឲ្យច្បាប់ទី5របស់យើងគឺជួយយើងហើយមួយទៀតគេថាមានសតិដឹងណានៅពេលដែលយើងមានអារម្មណ៍ថារំភើបឬក៏ FOMO បាទអារម្មណ៍នៅក្នុងការ trade មានខ្លះមាន FOMO fear of missing out មានតែភ័យខ្លាចដែលបាត់បង់ឱកាសអារម្មណ៍ដែលរំភើបសប្បាយ greed ឬក៏អារម្មណ៍ភ័យខ្លាច fear ធ្វើឲ្យយើងកាត់ចំណេញអត់បានដល់គោលដៅបាទឬក៏អារម្មណ៍លោភលន់ដែលធ្វើឲ្យយើងចូលហើយចូលទៀតចូលច្រើនជាងមុនចូលខុសតំបន់បាទចូលទៅតាមចិត្តដែលចង់បានអាហ្នឹងហើយគឺជារឿងខុសបាទអញ្ចឹងយើងត្រូវបំភ្លេចចោលនៅអារម្មណ៍ហើយសម្គាល់ខ្លួនឯងថាអូចាប់ដើមមានអារម្មណ៍លោភលន់ហើយអញ្ចឹងចាប់ដើមព្យាយាមបញ្ឈប់ខ្លួនឯងបាទទី6ផែនការសំខាន់ជាងឱកាសមានន័យម៉េចការ trade គឺយើងត្រូវរៀបផែនការថាថ្ងៃហ្នឹងយើងត្រូវចូលផ្សារតំបន់ណាហើយយើងត្រូវ set up បែបណាយើងត្រូវកំណត់បែបណារៀបជាផែនការឲ្យអស់ហើយធ្វើទៅតាមផែនការខ្ញុំនិយាយមួយទៀតថ្ងៃមួយខ្ញុំឃើញវិភាគទីផ្សារថាឡើងហើយខ្ញុំរៀបផែនការថាខ្ញុំស្របទិសដៅទីផ្សារហើយខ្ញុំចូលតែប្រហែលនាទីទេខ្ញុំកំណត់ថាស្របទិសដៅហើយខ្ញុំចាក់ចេញអញ្ចឹងខ្ញុំកំណត់សពលោះកាត់ចំណេញហើយគឺខ្ញុំដើរចេញប៉ុន្តែទាំងដែលខ្លួនឯងមានអារម្មណ៍ថាបើអារម្មណ៍វិញអូយផ្សារនោះខ្ពស់មែនតើគិតថាមិនគួរចូលបាយទេប៉ុន្តែក្បួនវាឲ្យទិញក្បួនវាត្រូវទិញបាទអារម្មណ៍ប្រាប់ថា sell ប៉ុន្តែក្បួនឲ្យទិញត្រូវតែទិញតាមក្បួនហើយកំណត់រួចរាល់ដើរចេញបាទមែនបានផលផែនការសំខាន់ជាឱកាសមែនមិនពេលខ្លះយើងឃើញឱកាសហ្នឹងដែលធ្វើឲ្យយើងខាតដោយសារតែយើងគិតថាអាហ្នឹងគឺជាឱកាសល្អមិនមែនគ្រប់គ្នាល្ងងគិតថាផ្សារហ្នឹងអត់ល្អហើយចូលទេមិនមែនទេដោយសារឃើញថាឱកាសល្អហើយបានចូលដោយសារតែយើងប្រើអារម្មណ៍តែយើងគិតថាជាឱកាសហ្នឹងបានធ្វើឲ្យយើងខាតការពិតទៅយើងត្រូវប្រើផែនការហើយនៅថ្ងៃខ្លះដែលគេគិតថាឱកាសល្អអាចជាថ្ងៃដែល trader បកកាយគាត់ចូលទេឧទាហរណ៍ថ្ងៃ CPI data ឬក៏ថ្ងៃព័ត៌មានត្រាំឡើងនិយាយ Powell ឡើងនិយាយគាត់អត់ trade វិញគាត់សម្រាកវិញគាត់អត់មើលផ្សារវិញអញ្ចឹងគឺជាការជៀសផុតពីគ្រោះថ្នាក់ធំនៅក្នុងទីផ្សារទី7ពិនិត្យឲ្យបន្តអភិវឌ្ឍមានន័យថាម៉េចរាល់ការ trade របស់យើងខាតគឺជាមេរៀនចំណេញក៏យើងត្រូវកត់ទុកថាតើយើងចំណេញដោយសារហេតុផលអីខ្លះយើងខាតដោយសារហេតុផលអីខ្លះបាទយើងមិនអាចថាអូ trade ហ្នឹងចំណេញខាតគឺយើងអត់ខ្វល់ទេគឺយើងត្រូវតែកំណត់ចំណាំហើយបើសិនជាខាត
ដោយសារកំហុសអីខ្លះហើយយើងត្រូវរៀនសូត្របន្ថែមអីខ្លះហើយបន្តអភិវឌ្ឍខ្លួនជានិច្ចរៀនសូត្រជានិច្ចមិនអាចបញ្ឈប់បានទេពេញចិត្ត content បែបនេះពេញចិត្តការចែករំលែកបែបនេះចែករំលែកបន្តផងអរគុណ